តាំងពីចេញញ៉ាំកាហ្វេមកមិនដែលបានញ៉ាំកាហ្វេណាឆ្ងាញ់ដូចកាហ្វេ Gold ទេបងប្អូននិយាយពីថារសជាតិវិញឈ្ងុយដិតជាប់មាត់តែម្ដងហើយបើចង់បានរសជាតិឈ្ងុយឆ្ងាញ់អាស្រ័យទៅលើការឆុងទឹករបស់យើងដែរព្រោះយើងចាក់កាហ្វេមកកញ្ចប់ចូលកែវជាមួយបរិមាណទឹកពី60ទៅ80មីលីលីត្របើសិនជាចង់បានដិតត្រឹមតែ60បានហើយបើសិនជាយើងដាក់ពីកញ្ចប់យើងអាចដាក់ទឹក150មីលីលីត្រហើយទឹកដែលយើងដាក់នោះត្រូវដាក់ទឹកក្តៅអ៊ុនៗណាបងប្អូនកាហ្វេ Gold ផលិតនៅប្រទេសម៉ាឡេស៊ីហើយគ្រាប់កាហ្វេវិញជាគ្រាប់ពូជកាហ្វេ Robusta មកពីប្រទេសប្រេស៊ីលបងប្អូនគ្រាន់តែឆុងភ្លាមក្លិនឡើងឈ្ងុយតែម្ដងបងប្អូនពេលយើងបានហូបទៅឈ្ងុយឆ្ងាញ់ហើយធ្វើអារម្មណ៍ស្រស់ស្រាយកាហ្វេ Gold មានពីររសជាតិដែរគឺមាន 2 in 1 ហើយនិង 3 in 1ប៉ុន្តែរសជាតិឆ្ងាញ់ដូចគ្នាបងប្អូន 2 in 1អត់មានស្ករទេហើយចំណែក3 in 1វិញមានស្ករដែរប៉ុន្តែស្ករតិចទេបងប្អូនសំខាន់ណាស់គ្មានខ្លាញ់មិនល្អហើយអត់មានបន្ថែមប៉ុសហើយនឹងក្លិនទេបងប្អូនអរគ្នា